Hello អ្នកនរគ្នា2026ខ្ញុំគិតថាមានទម្លាប់មួយចំនួនដែលខ្ញុំរៀនបានពី2025ខ្ញុំនឹងបន្តអនុវត្តវានៅក្នុង2026នឹងដែលវាល្អហើយវាជួយខ្ញុំខ្លាំងមែនទែនដែលទម្លាប់ខ្ញុំនឹងរៀបរាប់នៅក្នុងវីដេអូនឹងដែលទម្លាប់ទី1នោះគឺទម្លាប់នៃការស្លៀកពាក់អ្នកទាំងអស់គ្នាមិនចាំបាច់តចំណាយលុយរាប់រយដើម្បីទៅទិញកៅអៅ brand logo ធំៗទេកៅអៅដែលខ្ញុំទិញភាគច្រើនគឺតម្លៃមិនលើសពី$10ទេ10 12រៀល8រៀលអីហ្នឹងប៉ុន្តែវាមើលមកវាលក្ខណៈ clean fit វាធ្វើឲ្យយើងវាមានលក្ខណៈសមរម្យហើយវាថ្លៃថ្នូរថងនេះយើងមិនមានន័យថាយើងត្រូវតែចំណាយលុយរាប់រយដើម្បីទៅទិញកៅអៅដែលថ្លៃដើម្បីលើកតម្កើងស្តង់ដាររបស់យើងឯងប៉ុន្តែខ្ញុំចង់សម្ដៅទៅលើកៅអៅដែល clean fit វាធ្វើឲ្យយើងមានភាពថ្លៃថ្នូរមើលមកវាទំនងជា gentleman អីចឹងទៅកៅអៅដែលកំពុងតែពាក់នេះវាមានតម្លៃតែ10រៀលទេថែមជាមួយនឹងនាឡិកា10រៀលទៀតអញ្ចឹងវាមិនអស់ថ្លៃប្រហែលទេវាជាការវិនិយោគមួយដែរហើយបានខ្ញុំនិយាយថាចាំបាច់ឲ្យយើងមានទម្លាប់នៅក្នុងការស្លៀកពាក់ទម្លាប់នៅក្នុងការស្លៀកពាក់វាគឺជាការគោរពដល់អ្នកដទៃហើយក៏គោរពដល់ខ្លួនឯងដែរយើងស្លៀកពាក់កៅអៅដែលសមរម្យយើងវាធ្វើឲ្យយើងមានអារម្មណ៍ល្អហើយនឹងធ្វើឲ្យយើងអាចមើលពិភពលោកក្នុងផ្លូវវិជ្ជមានបានហើយមួយវិញទៀតគឺយើងវាជាការបង្ហាញនៃការគោរពទៅដល់អ្នកដទៃដែរបើសិនជាយើងចូលរួមជាមួយនឹងកម្មវិធី event អីផ្សេងផឹកកាហ្វេអីចឹងហើយបើសិនជាយើងស្លៀកពាក់កៅអៅទៅសមរម្យមិនមែនជាការសំញែងទេប៉ុន្តែវាជាការផ្ដល់កិត្តិយសផ្ដល់ការគោរពដល់អ្នកដទៃដែរអញ្ចឹងខ្ញុំក៏លេចមកមើលខ្លួនឯងវិញខ្ញុំចាប់អារម្មណ៍បានថាតាមរយៈការស្លៀកពាក់របស់ខ្ញុំក៏អាចធ្វើឲ្យពិភពលោកមើលមកខ្ញុំនៅក្នុងផ្លូវមួយផ្សេងដែរមានន័យថាខ្ញុំស្លៀកពាក់តែធម្មតាប៉ុន្តែពិភពលោកមើលមកខ្ញុំគឺផ្ដល់ឱកាសឲ្យខ្ញុំច្រើនមែនតើមិនថាជាតំណតំណងអ្វីផ្សេងឱកាសការងារឬមួយក៏អ្វីផ្សេងគឺវាហុចផលវិជ្ជមានមកឲ្យខ្ញុំច្រើនតាមរយៈការស្លៀកពាក់នឹងឯងចំណែកឯទម្លាប់ទី2គឺទម្លាប់នៃការអានសៀវភៅទាំងអស់គ្នាដឹងថាទម្លាប់នេះវាគឺជាទម្លាប់ល្អប៉ុន្តែខ្ញុំចង់រំលឹកអ្នកទាំងអស់គ្នាម្ដងទៀតបន្ថែមពីលើនឹងទៀតជាពិសេស2026នឹងគឺជាពេលវេលាដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមកែរើកកាយទម្លាប់ល្អដែលអ្នកទាំងអស់គ្នាធ្លាប់ធ្វើពីមុនមកដែលឈប់ធ្វើមួយរយៈហើយក៏កកាយខ្លួនឯងយកទម្លាប់ល្អនេះយកមកប្រើឡើងវិញគឺទម្លាប់នៅក្នុងការអានសៀវភៅគំនិតនៅក្នុងសៀវភៅមួយគឺអ្នកនិពន្ធចំណាយពេលសឹងតែសៀវភៅមួយសៀវភៅខ្លះអ្នកនិពន្ធចំណាយពេលសឹងតែមួយជីវិតនៅក្នុងការសរសេរអញ្ចឹងហើយវាចងក្រងវាមានគំនិតរាប់រយមានផ្នត់គំនិតមានរបៀបនៅក្នុងការដើរជីវិតរបស់យើងមានច្រើនខ្លាំងមែនទែនអញ្ចឹងទម្លាប់នៃការអានសៀវភៅគឺវាបើកចិត្តគំនិតរបស់យើងឲ្យមានការគិតទូលំទូលាយហើយជាពិសេសវាធ្វើឲ្យយើងមានអារម្មណ៍ល្អជាមួយនឹងខ្លួនឯងផងដែរហើយអានសៀវភៅក៏អាចជួយកាត់ stress ដែរជួនកាលទៅអាច5នាទី10នាទីអីក៏អាចជួយយើងច្រើនមែនតើបើមិនជឿអ្នកនរគ្នាសាកមើលយើងគួរតែមានសៀវភៅនៅចិត្តខ្លួនយើងជានិច្ចមួយថ្ងៃបើទោះបីជាបាន 4-5 នាទីក៏ចាត់ទុកថាជារឿងមួយដែលល្អដែរអញ្ចឹងអ្នកនរគ្នាមានទម្លាប់អានសៀវភៅចំពោះទម្លាប់ទី3វិញគឺវាគឺជាទម្លាប់ល្អដែលខ្ញុំរៀនបានពី2025គឺទម្លាប់នៅក្នុងការរក្សាការសម្ងាត់របស់អ្នកដទៃវាមិនធ្វើឲ្យយើងលើកតម្កើងកិត្តិយសរបស់យើងតាមរយៈការនិយាយរឿងសម្ងាត់របស់អ្នកដទៃចាញ់ឯងជាទូទៅបើសិនជាយើងស្រឡាញ់ខ្លួនឯងយើងស្រឡាញ់កិត្តិយសខ្លួនឯងយើងស្រឡាញ់ស្តង់ដាររបស់ខ្លួនឯងអ្នកដទៃទុកចិត្តមកលើយើងរក្សាការសម្ងាត់របស់គេមិនមែនដើម្បីផលប្រយោជន៍ណាមួយក៏ប៉ុន្តែដើម្បីសុខភាពផ្លូវចិត្តរបស់យើងដើម្បីស្តង់ដាររបស់យើងវាមិនមែនជារឿងមួយដែលចាំបាច់ទេនៅក្នុងការនិយាយរឿងរបស់អ្នកដទៃគេទុកចិត្តយើងគេនិយាយរឿងសម្ងាត់របស់គេមកប្រាប់យើងស្ដាប់ហើយយើងបិទមាត់ទៅហើយជួនកាលទៅបើសិនជាយើងអាចស្ដាប់ហើយយើងមកភ្លេចចោលបំភ្លេចទៅព្រោះនៅពេលដែលយើងធ្វើអញ្ចឹងមនុស្សជុំវិញខ្លួនគេទុកចិត្តមកលើយើងហើយដូចតែនិយាយមុននឹងអញ្ចឹងតែកាលណាមនុស្សដែលគេទុកចិត្តមកលើយើងឱកាសល្អផ្ដល់ភាពវិជ្ជមានមកឲ្យយើងច្រើនសប្តាហ៍ថ្ងៃនេះខ្ញុំមិនដែលមានសត្រូវទេនិយាយពិតតាមត្រង់ខ្ញុំមិនដែលមាននរណាមួយដែលខ្ញុំមិនដឹងទេបើសិនជាអាចមានអ្នកដែលខឹងស្អប់មានអ្នកដែលមិនចូលចិត្តខ្ញុំអានឹងក៏តាមនឹងដែរប៉ុន្តែខ្ញុំរស់នៅសពថ្ងៃនេះគឺមានសេរីភាព
មានអត់មានសម្ពាធមានខ្ញុំ free ខ្លាំងមែនតើពួកខ្ញុំអត់ដែរនិយាយអាក្រក់ពីអ្នកដទៃអ្វីដែលខ្ញុំនិយាយចេញគឺនិយាយតែពាក្យល្អៗរបស់អ្នកដទៃលើកសរសើរលើកតម្កើងចំណុចល្អរបស់អ្នកដទៃខ្ញុំនិយាយចេញអញ្ចឹងហើយបានធ្វើឲ្យមនុស្សជុំវិញខ្លួនរបស់ខ្ញុំមិននិយាយថា100%ទេដែលចូលចិត្តខ្ញុំហើយប៉ុន្តែវាសឹងតែ 90% ហើយដែលផ្ដល់ទំនុកចិត្តផ្ដល់ការចូលចិត្តមកលើខ្ញុំវាគឺជាទម្លាប់មួយដែលល្អដែរគឺការចេះរក្សាការសម្ងាត់របស់អ្នកដទៃឬមួយក៏ចាំបាច់បំភ្លេចចោលហ្មងទៅជួនកាលមនុស្សដែលមករកយើងគឺគេគ្រាន់តែចង់និយាយអ្វីដែលនៅក្នុងចិត្តរបស់គេអញ្ចឹងយើងគ្រាន់តែស្ដាប់ទៅហើយបើសិនជាវាមិនចាំបាច់ទេយើងបោះវាចោលទៅយើងបំភ្លេចវាចោលទៅវាជាការលើកតម្កើងស្តង់ដាររបស់ខ្លួនឯងដែរលើកតម្កើងទំនុកចិត្តទៅលើមនុស្សជុំវិញខ្លួនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងយើងសារត្រឡប់ទៅក្រោយទៅវិញគឺទម្លាប់នៅក្នុងការស្លៀកពាក់ទម្លាប់នៅក្នុងការអានសៀវភៅហើយទម្លាប់នៅក្នុងការរក្សាការសម្ងាត់របស់អ្នកដទៃជាអ្វីដែលខ្ញុំអាចរៀនបានពីជីវិតនៅក្នុង2025របស់ខ្ញុំហើយខ្ញុំនឹងបន្តប្រើវានៅក្នុងជីវិតនៅក្នុង2026របស់ខ្ញុំទៀតដែរ